តើអ្វីទៅជាគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចនិងតំបន់ដាច់ស្រយាលរបស់ ODK គម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចនិងតំបន់ដាច់ស្រយាលរបស់ ODK គឺជាការចូលរួមលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូបនៅក្នុងសហគមន៍សម្ដៅបង្ខិតសេវាដោះស្រាយវិវាទទៅគៀកនឹងប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចនិងនៅតំបន់ដាច់ស្រយាលដើម្បីជំរុញទៅរកការបញ្ចប់វិវាទឬរលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្ដែងនិងចូលរួមកាត់បន្ថយនៅសំណុំរឿងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិនិងសាលាជម្រះក្តីតើនរណាខ្លះទទួលបានផលប្រយោជន៍ពីគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចនិងតំបន់ដាច់ស្រយាលទី1សហគមន៍ជនជាតិដើមភាគតិចទី2ជនជាតិដើមភាគតិចនិងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយាលពិសេសជនងាយរងគ្រោះជាស្ត្រីកុមារនិងជនទីទាល់ក្រចំណែកចុងក្រោយរដ្ឋបាលថ្នាក់ក្រោមជាតិពិសេសអាជ្ញាធរមូលដ្ឋានភូមិឃុំនិងអាជ្ញាធរប្រពៃណី